បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងតាក់ទងជាមួយនឹងការ trade forex តាក់ទងជាមួយនឹង stop loss បងប្អូនអរគ្នាហើយនឹង take profit សំខាន់ខ្លាំងមែនតើចំណុចនេះអញ្ចឹងបងប្អូនមើលប្រតិបត្តិការនេះណាគឺអតិថិជនគឺគាត់បានបាយមាសនៅមួយឡតចុច10បាទហើយទិញនៅក្នុងតម្លៃ 4922.32 បាទហើយគាត់ take stop loss SL នៅតម្លៃ 4920.90 បាទប៉ុន្តែតម្លៃដែលជាក់ស្ដែងកាត់គឺនៅ 4913.49 បាទអញ្ចឹងគឺលើសរហូតដល់ទៅ7លេខបងប្អូនអរគ្នាឃើញទេបាទអញ្ចឹងចំពោះtake profit ក៏ដូចគ្នាដែរគឺបើលើសអញ្ចឹងគឺកាត់លើសណាបាទត្រូវខាតតែប្រហែលលេខ22មក20គត់ខាតតែ2លេខទេតែចាក់ស្ដែងខាតដល់ទៅ7លេខបាទអញ្ចឹង take profit ដូចគ្នាដែរមានថាបើ take ប៉ុណ្ណឹងបើផ្សារបុកមកអ្នក sell វិញបងប្អូនអរគ្នាបាទផ្សារបុកមកគឺចំណេញ7លេខអញ្ចឹងដូចគ្នាបាទអញ្ចឹងក្រុមហ៊ុនគេអត់មានចេញសងយើងទេសម្រាប់អ្នក stop loss បាទអញ្ចឹងសូមបងប្អូនអរគ្នាទទួលដឹងឮទាំងអស់គ្នាណាបាទគឺយើងអត់អាចតវ៉ាក្រុមហ៊ុនឲ្យក្រុមហ៊ុនចេញសងទេខ្ញុំ SL ធ្វើប៉ុណ្ណេះហេតុអីបុកខាតខ្ញុំដល់ប៉ុណ្ណោះបាទអាហ្នឹងបើផ្សារអង្កលអាហ្នឹងគឺវានឹងកាត់នៅតម្លៃដែលយើង take បាទ stop loss និង take profit ហ្នឹងប៉ុន្តែនៅពេលដែលផ្សារបុកផុចទៅបងប្អូនអរគ្នាបាទបុកផុចទៅគឺផ្សារនឹងរត់10លេខគឺ10លេខមិនកាត់20លេខផឹបទៅ10មាន20លេខមិនឈប់បុកផុចទៅបាទ20លេខមិនកាត់បើ100លេខគឺ100លេខមិនកាត់បាទអញ្ចឹងយើងគេនឹងកាត់ដកខាតយើងតាមហ្នឹងហើយបាទអញ្ចឹងចំពោះ stop loss នេះមួយវាអត់ដែលល្អទេបាទទី1បងប្អូនដាក់នៅម៉ោងព័ត៌មានគួរទៅដោះចេញម៉ោងព័ត៌មានបាទហើយមួយទៀតឆ្លងសប្តាហ៍បាទថ្ងៃសុក្រមិនគួរដាក់SL ចោលទេតែដាក់ចោលហើយបុកថ្ងៃច័ន្ទបើកផ្សារវឹបមក100លេខអីបងប្អូនខាតអស់លុយលេងបាទអញ្ចឹងបាទប៉ុន្តែបើ take profit វិញគឺល្អខ្លាំងមែនតើបងប្អូនអរគ្នាបាទបើកផ្សារមកបុកយើង take profit យើងយកតែ10លេខតែបើកផ្សារមកឧទាហរណ៍បុកដល់100លេខមិនវាឈប់បាទអញ្ចឹងយើងនឹងចំណេញដល់100លេខបាទអញ្ចឹងអ្នកខាតយកទៅសងអ្នកចំណេញយកទៅសងអ្នកខាតបងប្អូនអរគ្នាណាបាទអាហ្នឹងគឺបែបហ្នឹងបាទតែខាតគឺគេយកទៅសងអ្នកចំណេញទេដូច្នេះក្រុមហ៊ុនគឺអត់មានចំណេញខាតដែល stop loss លើសនេះទេអញ្ចឹងបាទបងប្អូនទាំងអស់គ្នាបាទក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរខ្ញុំសូមបញ្ជាក់ដែរណាបាទចំណុចនេះគឺអត់ទាន់មានក្រុមហ៊ុនណា broker ណាមួយបាទអាចធ្វើឲ្យដូចថាយើង stop loss ត្រឹម4920គឺត្រូវតែកាត់នៅ4920ហ្នឹងគឺអត់ទាន់មានក្រុមហ៊ុនណាដែលអាចធ្វើបែបហ្នឹងបានទេបាទតែផ្សារបុកដល់ណាគឺកាត់ដល់ហ្នឹងបងប្អូនណាបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ព័ត៌មាននេះបាទ